សួស្តីអ្នកទាំងអស់គ្នាខ្ញុំមានឈ្មោះថាសាតាហើយខ្ញុំគឺជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់និងមិនចេះនិយាយច្រើនអ្វីឡើយផ្ទុយពីមិត្តភ័ក្តិរបស់ខ្ញុំគូរ៉ូដែលគេគឺជាមនុស្សម្នាក់ដែលចូលចិត្តលេងសើចហើយនឹងនិយាយច្រើនខ្លាំងណាស់ហើយពេលនេះរឿងដែលសាតាគេពិបាកចិត្តហ្នឹងណាគឺជារឿងស្នេហាព្រោះថាពេលគេអត់ទាន់មានស្នេហាហ្នឹងតែគឺគេនៅ single អីចឹងហើយកុំឲ្យចូលច្រឡំកាលដែលគេនៅ single ហ្នឹងណាមិនមែនន័យថាគ្មាននរណាគេចាប់អារម្មណ៍គេនោះទេគឺមានស្រីៗជាច្រើនបានសារភាពហើយនឹងសុំស្រឡាញ់គេតែសាតាគឺគេបានបដិសេធព្រោះថាគេពេលនេះក៏អត់ទាន់ចង់មានស្នេហានោះទេហើយមិត្តភក្តិម្នាក់ទៀតរបស់សាតាមានឈ្មោះថាអូតាហើយអូតាហ្នឹងគឺជាមនុស្សម្នាក់ដែលពូកែនិយាយហើយលេងសើចច្រើនលោឡាច្រើនជាងគូរ៉ូទៅទៀតមួយរយៈហ្នឹងគឺគេបានទៅធ្វើបាបហើយនឹងរករឿងទៅកាន់នារីម្នាក់ដែលនាងមានឈ្មោះថាហ្វាដាដែលជាតួឯកស្រីរបស់យើងហ្នឹងហើយនៅថ្ងៃនេះដែរមើលទៅកញ្ញាហ្វាដារបស់យើងហ្នឹងក៏នាងពិតជាប្លែកខ្លាំងមែនតើឃើញមុខអូតាព្រាមហ្នឹងនាងក៏បានរត់គេចចាញ់អត់ដឹងថានាងមានរឿងអ្វីនោះទេហើយអូតាហ្នឹងគេក៏បានគិតថាឬមកពីគេហ្នឹងមានក្លិនស្អុយអីចឹងណាធ្វើឲ្យនាងហ្នឹងរត់គេចចាញ់ពីគេប៉ុន្តែដល់ពេលដែលគេហាត់ខ្លួនគេតើមានអីណាគេគឺធម្មតាតែហើយបន្ទាប់មកហ្នឹងកញ្ញាហ្វាដារបស់យើងនាងក៏បានមកសង្ងំម្នាក់ឯងនៅខាងក្រោយសាលានៅពេលនោះដែរសាតាគេក៏បានមកហើយគេក៏បានសួរថានាងកាត់អ្វីមិនមែនថ្ងៃហ្នឹងហើយអ្វីបានជានាងរត់គេចចាញ់ពីអូតាហើយកញ្ញាហ្វាដារបស់យើងហ្នឹងនាងក៏បានយកដៃហ្នឹងទៅទប់សក់របស់នាងក៏បានប្រាប់ថាដោយសារតែសក់របស់នាងហ្នឹងគឺវែងខ្លាំងណាស់គឺមើលទៅអត់ស្អាតអីចឹងនាងឲ្យហ៊ានជួបជាមួយនឹងអូតាហើយដល់ពេលនោះដែរសាតាគេក៏បានប្រាប់ទៅទូស័យរបស់យើងថានាងព្រួយបារម្ភខ្លាំងពេកអូតាគេមិនក៏សង្កល់នោះទេហើយដល់ពេលនោះដែរគឺស្រាប់តែអូតាហ្នឹងគេក៏បានចូលមកហើយអូតាហ្នឹងគឺថាចាប់អារម្មណ៍ជាមួយនឹងសក់របស់នាងភ្លាមតែម្ដងហើយបន្ទាប់មកហ្នឹងពួកគេទាំងអស់គ្នាក៏បានត្រឡប់មកក្នុងថ្នាក់ហើយអូតាហ្នឹងគេក៏បានកាន់កន្ត្រៃហើយក៏បានប្រាប់ថាគឺទោះឲ្យគេជាអ្នកចាត់ការជាមួយនឹងសក់របស់នាងគេនឹងធ្វើឲ្យសក់របស់នាងហ្នឹងទាន់សម័យជាមិនខានមិត្តភ័ក្តិរបស់គេពីរនាក់ហ្នឹងគ្រាន់តែលើភ្លាមហ្នឹងគឺហាក់ដូចជាមិនទុកចិត្តអូតាសោះហើយគេណាបដិសេធថាកុំឲ្យអូតាហ្នឹងកាត់អីតែមានណាគឺថាទូស័យរបស់យើងគឺទុកចិត្តអូតាតែម្ដងគឺនាងក៏បានព្រមឲ្យអូតាហ្នឹងកាត់ឲ្យហើយនៅពេលដែលអូតាគេកាត់ហ្នឹងគឺឮតែសំឡេងរបស់គេហ្នឹងនិយាយថាកន្លែងហ្នឹងបន្តិចកន្លែងហ្នឹងវែងកន្លែងហ្នឹងខ្លីអីចឹងហើយលទ្ធផលចាញ់មកហ្នឹងគឺបីទៅបីក្បាលរបស់នាងហើយនៅពេលដែលអូតាគេឃើញបែបនោះគេក៏បានសុំកាត់ម្ដងទៀតហើយនៅពេលនោះដែរគេក៏បានកាត់ហើយកាត់លើកហ្នឹងគឺថាលើដើមទៅទៀតធ្វើឲ្យពីរបស់គេហ្នឹងគឺពិតជាគៀងខ្លាំងមែនតើណាជាមួយនឹងអូតាចំណែកកញ្ញាហ្វាដារបស់យើងហ្នឹងឃើញនាងមិនស្ដីនិយាយអ្វីឡើយប៉ុន្តែគឺក្នុងចិត្តរបស់នាងគឺពិតជាខឹងជាមួយនឹងអូតាខ្លាំងមែនតើតែម្ដងសាច់រឿងបានកាត់យើងឃើញនៅថ្ងៃគ្រីស្មាសហើយនៅថ្ងៃគ្រីស្មាសនេះដែរឃើញថាសាគ្រប់គ្នាហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះគេដល់ថ្ងៃសម្រាប់អីចឹងហើយនៅពេលនោះដែរមិត្តភ័ក្តិរបស់អូតាហ្នឹងក៏បានមកអូតាថាមើលទៅដូចអសប្បាយចិត្តសោះឬមួយក៏ចង់បែកពីកញ្ញារបស់យើងទៅដែរហើយមើលទៅអូតាហ្នឹងគេពិតជាខ្លាំងខ្លាំងណាស់នៅពេលលើបែបនោះហើយអូតាហ្នឹងគេក៏បានប្រាប់ថារឿងអ្វីដែលគេហ្នឹងមិនសប្បាយចិត្តព្រោះថាការដែលអត់ជួបមុខនាងហ្នឹងគឺជារឿងដែលគេសប្បាយចិត្តហើយអូតាហ្នឹងមិនទាន់បាននិយាយចប់ផងគឺស្រាប់តែកញ្ញាហ្វាដារបស់យើងហ្នឹងក៏បានដើរមកពីក្រោយហើយក៏បានហៅឈ្មោះអូតាទៀតហើយអូតាហ្នឹងគេពិតជាភ្ញាក់ខ្លាំងណាស់គេគិតថានាងបានចាក់ចាញ់ទៅហើយតែហេតុអ្វីបានជានាងនឹងមកវិញចាដល់ពេលនោះដែរសញ្ញាហ្វាដារបស់យើងហ្នឹងក៏បានប្រាប់ថាថ្ងៃស្អែកគឺជាពិធីជប់លៀងនៃការបន់នូអែលហើយយើងសង្ឃឹមថាអូតាហ្នឹងនឹងចូលរួមផងដែរហើយបន្ទាប់មកហ្នឹងសាច់រឿងបានកាត់យើងឃើញអូតាគេបានត្រឡប់មកដល់ផ្ទះវិញហើយនោះដែរអូតាគេកំពុងតែអង្គុយមើលជាមួយនឹងលិខិតនៃការអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីជប់លៀងអីចឹងនៅពេលនោះដែរគឺអូតាហ្នឹងគេបានគិតថាតើគេហ្នឹងគួរតែទៅដែរឬអត់ភ្លាមនោះដែរគេក៏បាននឹកឃើញតែម្ដងហើយគេគួរតែទៅព្រោះគេនឹងធ្វើកាដូអ្វីមួយដើម្បីឲ្យកញ្ញាហ្វាដារបស់យើងនឹងភ្ញាក់ផ្អើលនៅពេលដែលគេកំពុងតែគិតហ្នឹងស្រាប់តែធំក្លិនស្អុយខ្លាំងណាស់ក្លិនស្អុយហ្នឹងគឺជាក្លិនត្រីខដែលបងស្រីរបស់អូតាហ្នឹងគាត់ទិញបន្ទុកញ៉ាំនៅក្នុងរដូវរងាបងស្រីរបស់អូតាហ្នឹងក៏បានប្រាប់ថាពិតមែនហើយអូតាក្លិនរបស់វាគឺពិតជាស្អុយជាងគេនៅលើពិភពលោកអីចឹងគាត់ក៏បានប្រាប់ថាជាវាក្លិនស្អុយពិតមែនប៉ុន្តែគឺរសជាតិរបស់វាឆ្ងាញ់ខ្លាំងណាស់គេក៏បានតបថាដឹងជាឆ្ងាញ់ស្អីទេព្រោះថាអត់ទាន់បានបើកកំប៉ុងផងហ្នឹងវាស្អុយបាត់ហើយណាហើយបងស្រីរបស់អូតាហ្នឹងគាត់មិនខ្វល់នោះទេហើយគាត់ហ្នឹងក៏បានដើរចាញ់ផុតទៅប៉ុន្តែយើងងាកមកចាប់អារម្មណ៍ជាមួយនឹងទឹកមុខរបស់អូតាយើងវិញឃើញតាគេដូចជាមានគំនិតអ្វីមួយតែបន្ទាប់មកហ្នឹងពិធីជប់លៀង